បាទស្រីកូនកូនតោះឥឡូវយើងមកធ្វើលំហាត់យើងបន្តទៀតគឺការគុណប្រភេទនិងចំនួនគុណបាទអញ្ចឹងប្រភេទរបស់យើងត្រូវចេះគុណប្រភេទនិងចំនួនគុណឬក៏ប្រភេទចែកនឹងចំនួនគុណបាទអញ្ចឹងយើងត្រូវឲ្យច្បាស់ជាមួយនឹងការគុណឬការចែកយើងនឹងងាយស្រួលដោះស្រាយចំណោទតោះឥឡូវយើងមកធ្វើទាំងអស់គ្នាអញ្ចឹងកន្លែងនេះបញ្ញត្តិរបស់គេគឺថាដើម្បីគុណប្រភេទនិងចំនួនគុណយើងត្រូវគុណភាគយកនិងចំនួនគុណរីឯភាគ3រក្សានៅដល់ដែលបាទអញ្ចឹងយើងដឹងរបៀបធ្វើเนาะបាទអញ្ចឹងយើងគុណមកបាទអញ្ចឹងកន្លែងនេះលោកគ្រូដាក់យើងគុណមកកន្លែងនេះគុណមកស្មើម៉ាន10ម៉ាន16เนาะ2 8ដង16អញ្ចឹងកន្លែងនេះភាគបែងបាទរក្សានៅដល់ដែលអញ្ចឹងយើងស្មើ16លើ4អញ្ចឹងយើងអាចតុងអញ្ចឹងបានទេបើសិនជាប្រភេទដែលធំជាងឯកតាយើងអាចសម្រួលឬក៏យើងបើសិនចែកដែរយើងយកបាទលេខនេះចែកលេខនេះតែម្ដងមកយើងស្មើបាទអូខេអញ្ចឹងឧទាហរណ៍លោកគ្រូយកលេខនេះចែកលេខនេះបាទអញ្ចឹងយើងស្មើម៉ានបាទបើសិនជាចែកទៅអត់ដែរយើងទៅជាចម្រោះតែបើយើងចែកដែរយើងចែកយកតែម្ដងឥឡូវលោកគ្រូចែក16បាទ16ចែកនឹង4ដាច់ទេគឺដាច់เนาะអូខេអញ្ចឹងយើងឲ្យម៉ានឲ្យ4ដង16អញ្ចឹងកន្លែងនេះ16ដក16ស្មើ0អញ្ចឹងកន្លែងនេះយើងស្មើម៉ានគឺស្មើ4អូខេណាអញ្ចឹងជាបន្តទៀតបាទលោកគ្រូគុណបាទគុណទៅស្មើម៉ានបាទគុណមកអញ្ចឹងគុណមើលបាទ2 5ដង10เนาะអូខេ10អញ្ចឹងកន្លែងនេះ3អូខេអញ្ចឹងកន្លែងនេះប្រភេទនេះគឺធំជាងឯកតាយើងត្រូវបដូរទៅជាចំនួនចម្រុះเนาะបាទបើសិនជាយើងស្រួលអត់ដាច់បាទណាបើសិនជាស្រួលឲ្យទូចក៏អត់កើតបាទអញ្ចឹងយើងត្រូវបាទបដូរទៅជាចំនួនចម្រុះបាទអូខេអញ្ចឹងយើងយក10ចែកនឹង3เนาะអញ្ចឹងយើងកាត់យកហ្មងកាត់យក2ខ្ទង់យើងឲ្យម៉ានឲ្យ3เนาะអូខេ3ស្មើ9បាទយើងដកមកស្មើ1អញ្ចឹងពេលដែលយើងបដូរទៅជាចម្រុះយើងធ្វើម៉េចបាទយើងរើបាទនេះយើងរើផលចែកដាក់ជាចំនួនគុណបាទហើយយើងយកសំណល់ជាភាគយកចំណែកភាគបែងយើងរក្សានៅដល់ដែរអញ្ចឹងកន្លែងនេះយើងបានទៅជាចំនួនចម្រុះគឺ3 1លើ3អញ្ចឹងកូនត្រូវចាំកន្លែងយើងបដូរពីប្រភេទទៅជាចំនួនចម្រុះเนาะអូខេអញ្ចឹងយើងបន្តទៀតយើងចូលដល់លេខកន្លែងនេះគឺបាទយើងគុណបន្តមកកន្លែងនេះបាទលោកគ្រូគុណមើលឥឡូវលោកគ្រូគុណមកនេះតែម្ដងគឺ22បាទគុណជាមួយនឹង5បាទ10កន្លែងនេះត្រា1 10 11เนาะអូខេអញ្ចឹង11លើម៉ានសំទុះ110លើម៉ានលើ6អូខេណាអញ្ចឹងកន្លែងនេះបាទយើងចែកមកបាទអញ្ចឹងយើងយកបាទលោកគ្រូចែកតែម្ដងអូខេដែរអញ្ចឹងលោកគ្រូសម្រួលកន្លែងតែម្ដង110เนาะអូខេយើងបដូរទៅជាចំនួនចម្រុះអញ្ចឹងយើងកាត់យក2ខ្ទង់ឲ្យម៉ានឲ្យ1เนาะឲ្យ1បាន6យើងដកមកសល់5បាទតម្លាក់0ឲ្យម៉ានឲ្យ9เนาะបើសិនជាឲ្យ9បាន54ឲ្យ8 48អញ្ចឹងយើងឲ្យ8เนาะអូខេឲ្យ8 48អូខេណាបាទអញ្ចឹងយើងដកមកកន្លែងនេះយើងខ្ចីសល់4កន្លែងនេះបាន10អញ្ចឹងកន្លែងនេះ10ដក8សល់2 4 14សល់1អញ្ចឹងយើងបានប៉ុន្មានចំនួនចម្រុះបាទបាន18បាទសំណល់2ភាគបែងនៅដកដែលគឺ6បាទអូខេអញ្ចឹងបាន18បាទ2លើ6អូខេឥឡូវយើងជាបន្តបាទកន្លែងនេះយើងគុណមកស្មើម៉ាន
chấn rồi của con này tem đón ok bài sập ram bài sập ram bài sập ram con bay mà đọc ram muối vòng 7 đó một phẩy 4 là muốn một phẩy ram nó ok phẩy ram chấn dương bán cái này nít mà pi rồi 50 ram lứa một phần chấn dương đô tới trên đọc tam đòn máu dương vô liền nắng chạy máu và ok chấn dương chai tới ban mãn chấn dương cạch vô bị tung nó ok chấn dương oi mãn và vậy đó phơi mùi nó ok vậy đó một phơi muối chấn dương đó cái lại sọ 4 cái lại nế sâu đừng lại pram xài pram và mà đó xài pram và pram đó xàm pram mỗi đó xài pi chấn dương ao mùi mất xài sắp pi ok chấn dương đó nó vậy xó bấy cái lại sọ sâu và chấn dương bán cái này nít chia phó đại dương đã chia chùm đường cốt và sầm nó đã phía dốt và phía bay những nơi đỏ tài chấn dương ban buồn tuần này hái chấn ban này tha và sinh gì dương côn tứ và dương chạy đá dương chạy đài tới chia chùm đường cốt tái và sinh gì dương chạy đại tế dương sầm rúa tới chơi chừng mừng rồi toàn nè bà hái và sinh chia bọc phía tôi chuyên ai cái tá dương ai sầm rúa bọc phía nắng oi tôi để dương sầm rúa bàn toàn nè bà chẳng được phụ ông con chớn sầm đẹp cả tam đan được ổn đi bà con chớn